សួស្តីអ្នកស្រឡាញ់ការបបកថៃដូចគ្នានឹងថ្ងៃនេះជាវីដេអូអញ្ញាញ៉ៃអស់ខោអាវដោយសារអីស្ដាយនុយកាឌីហឹបចុះទៅយកនៅក្នុងបាតប្រហែលជាជំរឿទឹក3ម៉ែត្រដែរមកចង់ដាច់ខ្យល់ដែរស្ដាយពេកនឹងឯងហើយកន្លែងនេះបន្ទាប់ពីយកកាឌីបានហើយគឺអូសកាឌីវិញគឺជាប់បានត្រីមួយប្រហែលជា8ទៅ9ខាំតែចង្រៃអីវាមកដល់ច្រាំងអីគឺវាទៅវិញហ្នឹងហើយអាហ្នឹងជាធម្មតាទេធ្វើមិនអ្នកបកថៃគួរតែយល់អីទី1ប្រហែលជាខ្ញុំអាចដងខ្ញុំរឹងពេកហ្នឹងហើយព្រោះដងខ្ញុំលេងដល់25 LB អញ្ចឹងខ្ញុំរីកមិនឲ្យអ្នកទាំងអស់គ្នាអ្នកដែលលេងកាឌីដូចគ្នាគួរកុំលេងរហូតដល់25 LB គឺហានិភ័យបែកកង់គឺមានច្រើនមែនទែនដូចជាខ្ញុំជាក់ស្ដែងអញ្ចឹងបើអាចគួរលេងត្រឹម20 LB ចុះក្រោមគឺល្អមែនទែនហ្នឹងហើយកន្លែងហ្នឹងត្រីគឺឆាបច្រើនមែនទែនក៏ប៉ុន្តែយើងយកបានប្រហែលជា10ក្បាលអីទេបើសិនជាកំបែកកង់ច្រើនអីទេខ្ញុំអាចយកត្រីហ្នឹងលើសពីហ្នឹងទៀតហ្នឹងមួយដងហ្នឹងមានស្ដោហើយខ្ញុំយកដងរឹងមកលេងហ្នឹងគឺខ្ញុំមិនមែនយកមកអូសកាឌីទេគឺមុនដំបូងគឺខ្ញុំគិតថាយកមកលេងឆ្ដោទេដល់ហើយលេងឆ្ដោទៅវាអត់ខាំក៏បែកកណិតដាក់កាឌីទៅខាំបានដូចចិត្តហ្នឹងហើយត្រីឡើងហ្នឹងគឺឆាបកាឌីច្រើនជាងនុយលើគឺអត់ស៊ីដាច់ខាតហ្នឹងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហ្នឹងហើយអរគុណអ្នកស្រឡាញ់ការបបកត្រីដូចគ្នា